បាទសូមគោរពនឹងជម្រាបសួរដល់បងប្អូនដែលកំពុងទស្សនានៅវីដេអូបង្រៀនភាសាចិនដែលបង្រៀនពី Channel ខ្ញុំបាទផងដែរបាទហើយថ្ងៃនេះខ្ញុំក៏ដូចជាសពមួយដងដែលនឹងរៀបចំនៅពាក្យដែលតាក់ទងនឹងរោងចក្របាទស្បែកជើងដើម្បីយកមកចែករំលែកបង្រៀនដល់បងប្អូនដែលត្រូវការចេះនៅពាក្យតាក់ទងនឹងស្បែកជើងបាទរោងចក្រផ្សេងៗផងដែរបាទអញ្ចឹងមុននឹងចូលទៅដល់មេរៀនរបស់យើងខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗនៅពេលដែលខ្ញុំបង្ហោះចូលនៅក្នុង Channel នេះផងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមេរៀនរបស់យើងតែម្ដងពាក្យខាងលើគឺយើងអានថាហ្វូលាវហ្វូលាវប្រែថាគ្រឿងបន្ថែមបាទអញ្ចឹងពាក្យនៃគ្រឿងបន្ថែមរបស់យើងពាក្យទី1នោះគឺយើងអានថាសៀតែសៀតែបាទប្រែថាខ្សែស្បែកជើងបាទសៀតែប្រែថាខ្សែស្បែកជើងបន្តមកទៀតពាក្យទី2ពាក្យទី2របស់យើងគឺយើងអានថាសៀយានសៀយានបាទប្រែថាភ្នែកស្បែកជើងបងប្អូនទាំងអស់គ្នាស្គាល់ណាភ្នែកស្បែកជើងសម្រាប់យើងសោកខ្សែស្បែកជើងចូលដើម្បីចងខ្សែស្បែកជើងហ្នឹងអាហ្នឹងគឺយើងអានថាសៀយានបាទបន្តមកទៀតពាក្យទី3ពាក្យទី3គឺយើងអានថាសៀយានខោសៀយានខោប្រែថាលេវបាទភ្នែកស្បែកជើងបងប្អូនទាំងអស់គ្នាលេវភ្នែកស្បែកជើងហ្នឹងមិនទៅគឺអាកន្លែងលេវដែលយើងវាយកន្លែងភ្នែកស្បែកជើងដើម្បីចងខ្សែស្បែកជើងហ្នឹងណាអាហ្នឹងភាសាចិនគឺគេនិយាយថាបាទសៀយានខោប្រែថាលេវភ្នែកស្បែកជើងបន្តមកទៀតពាក្យទី4ពាក្យទី4របស់យើងគឺយើងអានថាឡាលៀនឡាលៀនបាទប្រែថាខ្សែរូតបាទខ្សែរូតហ្នឹងគឺយើងអានថាឡាលៀនបាទប្រែថាខ្សែរូតបាទហើយបន្តមកទៀតពាក្យទី5ពាក្យទី5គឺយើងអានថាសុងជីនតៃសុងជីនតៃបាទប្រែថាខ្សែកៅស៊ូខ្សែកៅស៊ូហ្នឹងបងប្អូនទាំងអស់គ្នាអាខ្សែយឺតយឺតណាអាហ្នឹងគឺនៅក្នុងរោងចក្រស្បែកជើងគេអាសាយកទៅគេកាត់ជាទូចទូចដើម្បីដាក់នៅកន្លែងកស្បែកជើងដើម្បីឲ្យវាមានភាពទាញទៅវាយឺតយឺតណាបាទអញ្ចឹងពាក្យថាសុងជីនតៃប្រែថាបាទខ្សែកៅស៊ូបាទបងប្អូនទាំងអស់គ្នាពាក្យទាំង5គឺសុទ្ធតែជាពាក្យល្អដែរហើយក៏ខ្ញុំតែងតែឧស្សាហ៍ឃើញគេប្រើនៅក្នុងរោងចក្រស្បែកជើងផងដែរបងប្អូនទាំងអស់គ្នាកុំភ្លេចជួយយកសភៅកត់ហើយនឹងអនុវត្តអានតាមផងបាទដើម្បីឲ្យចំណាំបាទហើយកុំភ្លេចបាទជួយ Subscribe និងបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment សួរនៅក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់បងប្អូនគ្រប់សំណួរដែលអាចធ្វើទៅបានបាទអរគុណច្រើនបាទយើងនឹងជួបគ្នានៅវីដេអូជាបន្តបន្ទាប់ទៀតបាទអរគុណ